មិនអាម៉ាស៊ីននោះហ៎នេះលោកនៅទីនោះនេះអាមិនបានជាមានរឿងចាច់ដល់គូអត់សម្ដេចយ៉ាងនេះអូលោកនៅទីនេះធ្វើរឹកសង្ហាទៀតមានកូនណានាងហេតុអីបានជាលោកធ្វើបែបនេះចំពោះយន្តរបស់យើងធ្វើអីសេយុននាងគឺជានរណានឹងហើយសំឡេងនឹងខ្ញុំនឹងទៅយឺតកំភៃកំប្រឹងធ្វើខ្លួនធម្មតានឹងហើយធ្វើធម្មតាម៉ាស៊ីននោះនិយាយជាមួយខ្ញុំសំឡេងសតនបែបហ្នឹងហើយសំឡេងហ្នឹងហើយគាត់គឺជាគ្រូបន្ទុកថ្នាក់របស់ខ្ញុំអ្នកគ្រូចាងនេះគឺជាលោកពូរបស់ខ្ញុំនាងល្អិតគេគឺជាលោកពូរបស់នាងមែនទេពូរបស់នាងពូរបស់នាងគឺជាសភាពបរោះខ្លាំងខ្លាចបិទមាត់ទៅមីរ៉ាន់ចាគាត់គឺជាលោកពូរបស់ខ្ញុំដោចនកាងហើយខ្ញុំគឺជាក្មួយស្រីរបស់គាត់សេយន្តកាងខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាកំពុងគិតអីទេប៉ុន្តែគ្រប់គ្នាចង់ឲ្យខ្ញុំបង្ហាញឯកសារដែលបញ្ជាក់ថាគាត់គឺជាលោកពូរបស់ខ្ញុំឬក៏យ៉ាងម៉េចវិញមិនបាច់វិញឆ្ងាយថ្នាក់ហ្នឹងទេអញ្ចឹងនាងគឺជាគ្រូបន្ទុកថ្នាក់របស់សេយុនណាខ្ញុំមិនយល់សោះឲ្យមិនបានជានាងខ្ញុំអញ្ចឹងនេះបែបនេះខ្ញុំគិតថានាងគួរតែឈប់ពួនទៅចេញមកហើយខ្ញុំនឹងណែនាំខ្លួនឲ្យនាងបានស្គាល់ជាផ្លូវការបាត់ហេឯងកំពុងតែធ្វើស្អីហ្នឹងហេវ៉ាន់គេកំពុងតែចង់ណែនាំខ្លួនរបស់គេណាចាសួស្ដីខ្ញុំសុំទៅប៉ុន្តែសេយ៉ណាឯងមកធ្វើអីនៅទីនេះខ្ញុំខ្ញុំមិនចង់មើលមុខម៉ាស៊ីននេះទេឬនៅវាស្មុគស្មាញបន្តិចប៉ុន្តែនេះគឺជាគ្រួសាររបស់ខ្ញុំណែគឺចម្លែកបន្តិចហើយស្អីទៅដែលថាចម្លែកនោះការដែលមានប្អូនហ្នឹងកុំចឹងអីខ្ញុំនៅមិនតាន់សមនឹងវានៅឡើយទេលោកពូអ្នកគ្រូចាងចាសូមកុំប្រាប់រឿងនេះទៅអ្នកណាឲ្យសោះណាចាសូមមេត្តាអញ្ចឹងឯងខុសទាំងស្រុងហើយមិនបានជាឯងប្រញាប់សន្និដ្ឋានលឿនចឹងនេះខ្លួនឯងម្នាក់មានផ្ទៃពោះមិនបានមានន័យថាគ្រប់គ្នាគឺសុទ្ធតែអញ្ចឹងទេពិតជាល្ងងមែនតើហើយចិនអ្នកគ្រូវិញមិនបានជាមកដល់ទីនេះណែគឺណែមិត្តរបស់ខ្ញុំមានផ្ទៃពោះបកាខាងចង្អុលគេណាស់នាងថាម៉េចមិត្តរបស់អ្នកគ្រូប្រុសហ្នឹងអត់ដឹងអីផងវ៉ៃទេមិនមែនគេទេនោះគឺនាងនោះនៅខាងស្ដាំដៃនោះក្បែរឈរក្បែរគេហ្នឹងពួកយើងទាំង3នាក់គឺជាមិត្តភក្តិនឹងគ្នាពួកគេមិនតាន់រៀបការនៅឡើយទេប៉ុន្តែពួកគេនឹងរៀបការឆាប់នេះហើយណាឃើញទេនាងគឺមានផ្ទៃពោះហើយនិយាយស្មោះត្រង់ទៅក្នុងនាមជាមិត្តរបស់នាងខ្ញុំក៏មកជាមួយទៅចានាងកំពុងនិយាយពីស្អីហ្នឹងហើយកំពុងនិយាយពីស្អីហ្នឹងហេវ៉ាន់ចាងបឹមនាងហេវ៉ាន់ចាងត្រៀមខ្លួនរួចហើយនៅចានៅទីនេះចាស់បាយខ្ញុំធ្វើខុសការអស់ហើយអ្នកគ្រូចាងខ្ញុំនឹងប្រាប់ឯងនៅពេលក្រោយទៅចាស់คลิกមីលអិតឯងមានកាយទៅធ្វើក៏ទៅខ្ញុំមិនឈ្មោះមីលអិតទេខ្ញុំឈ្មោះសេយន្តកាងខ្ញុំរងចាំអ្នកគ្រូចាងជាមុនសិនអញ្ចឹងខ្ញុំមិនគិតថាអ្នកគ្រូរបស់ឯងនឹងចង់អាវប្រេនណាស្បែកជើងប្រេន
មុខមាត់ស្អាតសង្ហាណាស់វ៉ៃខ្ញុំធ្លាប់បារម្ភថាមិនដឹងជាអាម៉ាស៊ីចៅម៉ាស៊ីតណាមកធ្វើឲ្យមិត្តរបស់ខ្ញុំមានផ្ទៃពោះប៉ុន្តែមើលទៅម្នាក់នេះហៃស្បើមណាស់វ៉ៃអើយប្រុសម្នាក់នេះមើលទៅពិតជាល្អមែនទែនពាក់សិតត្រាប់បោះថ្លៃប្រេនហ៎អ្នកមានលុយច្រើនទេហ្នឹងម៉ាស៊ីនេះជួបមនុស្សស្រីដែរដេកជាមួយគ្នាមកយប់ហើយមកជួបគ្នានៅកន្លែងបែបនេះហើយមើលទៅដូចធម្មតាទៀតអាម៉េចនោះប៉ាកែធ្វើទឹកមុខណាស់វ៉ៃមើលទៅដូចកំពុងគិតអីស្លាត់ស្លង់ម៉េះខ្ញុំគួរតែទៅនិយាយជាមួយម៉ាស៊ីនហ្នឹងឯងដើម្បីដឹងថាគេកំពុងគិតអីខ្ញុំមានអារម្មណ៍ដូចចង់ផ្ទុះទៅហើយប៉ុន្តែខ្ញុំត្រូវទៅទុកវាបានហេវុនស្រីល្ងងអើយខ្ញុំគិតថានោះគឺជានាងនៅជប់នោះមនុស្សស្រីដែរចាក់ចេញទៅដោយបន្សល់ទុកក្តាស់52,000 សន្លឹកថ្លៃខ្លួនអាគាត់នេះថោកម៉េចវ៉ៃបានតែ$80វ៉ៃនោះគឺជា one night stand ដែលខ្ញុំមិនធ្លាប់តែជួបប៉ុន្តែវាពិតជាល្អខ្លាំងមែនទែនទេឲ្យស្មោះត្រង់ទៅវាមិនត្រឹមតែល្អទេវាគឺជារាត្រីដ៏អស្ចារ្យខ្ញុំភ្ញាក់ពីព្រឹកសេសើប៉ុន្តែនៅក្នុងអារម្មណ៍ដ៏អស្ចារ្យតលតែបានឃើញកណ្ដាស់2ស្លឹកដែរនាងទុកឲ្យខ្ញុំនេះជាស្អីហ្នឹងអ្វីដែលបងខ្ញុំអាចធ្វើបានគឺសើចសើចលក្ខណៈខឹងបាត់ហើយក្រោយមកមិនដឹងដែរហេតុផលអ្វីខ្ញុំមានអារម្មណ៍ទាំងអាម៉ាស់ហើយនឹងខឹងនាងញាប់ញ័រក្នុងរង្វង់ដៃរបស់ខ្ញុំតែប្រហើនទុកលុយឲ្យខ្ញុំ2ស្លឹកខ្ញុំមានតម្លៃសម្រាប់នាងត្រឹមតែលុយ2ស្លឹកហ្នឹងខ្ញុំមិនចង់ជឿសោះថាខ្ញុំធ្លាក់ខ្លួនខ្លាយទៅជាប្រុសលក់ខ្លួនត្រឹមតែមួយជប់មិនណាយអើយក្រោយមកដែលសារតែចង់ដឹងថាស្រីនោះគឺជាអ្នកណាខ្ញុំចំណាយអស់ពេលជាច្រើនដើម្បីតាមរកនាងប៉ុន្តែមិនដឹងជានាងបាត់សមល់ទៅដល់ណាខ្ញុំមិនដែលសម័យទេថានាងគឺជាគ្រូបន្ទុកថ្នាក់របស់សេជុនខ្ញុំមិនជឿថាអាក្មេងអត់ជាតិនេះជាប្តីរបស់នាងទេហេតុអីបានជានាងមកពេទ្យសម្ភពស្ត្រីជាមួយនឹងមិត្តរបស់នាងនាងមានទម្ងន់6សប្តាហ៍ហើយចាខ្ញុំឃើញហើយនាងមកតែម្នាក់ឯងទេហ៎ប្តីរបស់នាងមិនមកជាមួយទេអីខ្ញុំសុំទៅ